តើអត្ថប្រយោជន៍បន្ថែមមានអ្វីខ្លះសូមទស្សនិកជនទាំងអស់អញ្ជើញស្ដាប់ការបកស្រាយរបស់លោកឆាយជាហេងអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារដូចតទៅអត្ថប្រយោជន៍បន្ថែមក្រៅពី6មុខហ្នឹងអាចមានអីគឺអាចយានជំនិះបាទអញ្ចឹងក្រុមហ៊ុនជួលឡានឲ្យជិះអីបាទឬក៏ទិញឡានឲ្យជិះសម្រាប់បម្រើការងារសម្រាប់ manager សម្រាប់អីហ្នឹងបាទហ្នឹងជាកម្មវត្ថុបាទក្រៅពីប្រាក់បៀវត្សគាត់មានទទួលបានអត្ថប្រយោជន៍បន្ថែមបាទហើយយើងមានម្ហូបអាហារណាលំនៅឋានការស្នាក់នៅបាទជួលផ្ទះឲ្យនៅបាទហើយទឹកភ្លើងទូរស័ព្ទអីគេចេញឲ្យណាអ្នកបម្រើក្នុងលំនៅឋានណាប្រាក់ឲ្យខ្ចីកិត្តការប្រាក់ទៀបជាងទីផ្សារបាទអញ្ចឹងកន្លែងការប្រាក់ឲ្យខ្ចីកិត្តទៀបជាងអត្រាការប្រាក់ទីផ្សារនេះគឺអគ្គនាយកដ្ឋានពន្ធដារបានចេញជារៀងរាល់ឆ្នាំហើយយកទៅធៀបជាមួយនឹងកម្ចីដែលយើងផ្ដល់ទៅឲ្យអតិថិជនដែលជាទៀបជាងគេដែលជាអតិថិជនមិនមែនជាបុគ្គលតាក់ទិនអញ្ចឹងពីហ្នឹងអាណាទៀបជាងគេរវាងយើងឲ្យគេខ្ចីហើយនឹងចេញដល់អគ្គនាយកដ្ឋានពន្ធដារហ្នឹងយើងយកមួយហ្នឹងធ្វើជាតម្លៃទីផ្សារទៅបាទឧទាហរណ៍ថា8%អញ្ចឹងយើងឲ្យបុគ្គលិកខ្ចីតែ 4% អញ្ចឹងអា 4% ដែលទៀបហ្នឹងគឺជាកម្មវត្ថុជាប់អត្ថប្រយោជន៍បន្ថែមបាទមួយទៀតការលក់តំណែងចុះថ្លៃបាទអញ្ចឹងលក់តំណែងចុះថ្លៃបានន័យថាអតិថិជនឧទាហរណ៍ថាអតិថិជនទូទៅយើងលក់ម៉ូតូ 1,500 អញ្ចឹងបុគ្គលិកយើងទិញលក់ឲ្យតែ 1,200 អញ្ចឹងអា 300 ដែលយើងទៀបជាងតម្លៃទីផ្សារហ្នឹងគឺជាអត្ថប្រយោជន៍របស់បុគ្គលិកបាទទៅជាប់អត្ថប្រយោជន៍បន្ថែមមួយទៀតជំនួយអប់រំយោចិត្តដែលមិនមែនជាចំណែកមួយនៃកម្មវិធីបដិបដាលតាក់ទិននឹងផ្ទាល់ទៅនឹងការបំពេញការងាររបស់យោចិត្តបានន័យថាចេញលុយឲ្យបង់ថ្លៃសាលាឲ្យរៀនប៉ុន្តែវាខុសជំនាញការងារបាទបើត្រូវការងារអាហ្នឹងអត់ជាប់ទេឧទាហរណ៍ថាយើងធ្វើការខាងគណនេយ្យអញ្ចឹងបើយើងទៅយក master ខាងគណនេយ្យខាងអីហើយក្រុមហ៊ុនចេញលុយឲ្យអាហ្នឹងវាត្រូវជំនាញយើងអញ្ចឹងអាហ្នឹងអត់ជាប់ទេប៉ុន្តែបើសិនយើងអត់ទេចង់ចេះច្បាប់ហើយក្រុមហ៊ុនចេញលុយបង់ទៅឲ្យរៀនច្បាប់រៀនអីអាហ្នឹងវាខុសជំនាញអាហ្នឹងជាកម្មវត្ថុជាប់អត្ថប្រយោជន៍បន្ថែមបាទមួយទៀតគឺតាក់ទងនឹងបុព្វលាភធានារ៉ាប់រងអាយុជីវិតឬក៏សុខភាពបាទអញ្ចឹងចំណុចនេះសំខាន់ហើយមានសំណួរច្រើនដែរអានេះគឺយើងបង់ធានារ៉ាប់រងអាយុជីវិតហើយនឹងសុខភាពប៉ុន្តែបើសិនជាយើងបង់ឲ្យយោចិត្តគ្រប់គ្នាគ្មានបែងចែកថាតាមឋានៈតួនាទីបាទអញ្ចឹងបើឲ្យស្មើគ្នាអត់បែងចែកជាឋានៈដឹកនាំជាបុគ្គលិកតូចតាចជាអីទេឲ្យស្មើគ្នាទាំងអស់អាហ្នឹងគឺយើងមានការលើកលែងបាទប៉ុន្តែបើសិនជាអត់ទេថាខ្មែរយើងទិញតែធានារ៉ាប់រងតែក្នុងស្រុកឲ្យឧទាហរណ៍ថា300ហើយពួកខាងបរទេសយើងទិញធានារ៉ាប់រងនៅបរទេសណាឧទាហរណ៍ថា 1000 បាទអញ្ចឹងខ្មែរយើង300ទៀបហ្នឹងគឺអត់ជាប់ទេប៉ុន្តែបរទេស 1000 ហ្នឹងគឺយើងយក 1000 ហ្នឹងមកធ្វើជាមូលដ្ឋានគិតអត្ថប្រយោជន៍បន្ថែមមិនចំណុចនេះមានការយល់ច្រឡំថាអត់ទេត្រូវយក 1000 ដក 300 សិនបានយក700មកគិតអញ្ចឹងអាហ្នឹងជាមតិភ័ណ្ឌច្រឡំទេណាព្រោះក្នុងច្បាប់គេចែងឲ្យថាផ្ដល់ឲ្យដូចគ្នាគឺយើងអគ្គនាយកដ្ឋានពន្ធដារគឺសំដៅទៅលើ amount ទៅលើទឹកប្រាក់អញ្ចឹងបើទឹកប្រាក់ឲ្យស្មើគ្នាទាំងអស់អាហ្នឹងអត់ជាប់ទេប៉ុន្តែបើសិនមានអ្នកបានលើសអញ្ចឹងអ្នកលើសហ្នឹងគឺជាប់អញ្ចឹងនៅក្នុងច្បាប់គេនិយាយរឿងថាជាប់ឬមិនជាប់ទេអត់មានបានបញ្ជាក់ថាបើជាប់យកចំនួនលំអៀងមកគិតអីគឺគេអត់មានចែងទេបាទអញ្ចឹងចំណុចនេះគឺឃើញមានការអនុវត្តជាក់ស្ដែងហ្នឹងគឺមានឃើញអ្នកជាប់ពន្ធមួយចំនួនគាត់ធ្វើខុសចំណុចនេះបាទអញ្ចឹងយើងត្រូវយកដល់អត់មានត្រូវដកចេញសិនទេមកគិតទេបាទមួយទៀតតកតងនឹងចំណែកនៃការឧបត្ថម្ភចំណាយមិនសមហេតុផលហើយមិនចាំបាច់សម្រាប់អាជីវកម្មបាទអញ្ចឹងគឺយើងដឹងហើយថាក្នុងការប្រកបអាជីវកម្មគឺគោលដៅយើងដើម្បីស្វែងរកប្រាក់ចំណេញហើយចំណាយធ្វើម៉េចឲ្យវាគេហៅថាយើងបានគិតគូរហើយថាមុននឹងចាយប៉ុណ្ណឹងថាទាញចំណូលប្រមាណអីប្រមាណប្រយោជន៍មកក្រុមហ៊ុនប្រមាណអញ្ចឹងឲ្យសមហេតុផលអញ្ចឹងបើក្នុងករណីមិនសមហេតុផលមិនចាំបាច់សម្រាប់អាជីវកម្មហើយយើងផ្ដល់ទៅឲ្យបុគ្គលិកហ្នឹងអាហ្នឹងនៅក្នុងច្បាប់គេចាត់ទុកថាជាអត្ថប្រយោជន៍បន្ថែមដែរបាទខ្ញុំឲ្យឧទាហរណ៍ថាបុគ្គលិកម្នាក់គាត់មានបេសកកម្មទៅសៀមរាបមួយអាទិត្យអញ្ចឹងគាត់ចាយលុយអស់$500បាទប៉ុន្តែដល់បុគ្គលិកទី2
từ bê cả cam xiêm hiệp mà tật đáy và đáy cái trai ở mà bòn cái nhé chẳng khơi chẳng nói ní cứ bằng hai thanh nè TP nó cứ bà vì biên lệ khả năng đọc đầm hô hai đoạn xóm hai phò chẳng dương ao đọ tập hàm hỏi tế hay hàm hỏi tiết vì chỉ cảm thụ từ tháp giáo thám hỏi lệ nông lệ khán thà chẳng ai nó vì mình xóm hai phò hai phần trăm bách sẽ mẹ chịu cảm bà ok hay mùi tiết cứ chùm nuôn tập rạ bong cho mô lịch thị sốc mà hiệp sẵn côm để lời bạp bàn ảnh nhạt bà chẳng dương miền đầm rơi rồi chùa nắng bằng mô thị sốc mà hiệp từ chuồn bọc lập tới từ tam cầm rạch cho bạp càng nghe nắng cứ ọt chọp thì bà nói bờ bằng lớn nắng từ chùa bà tháp giáo time